បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងចេញវីដេអូមួយសម្រាប់រៀបចំ Channel YouTube ថ្មីរបស់យើងបងប្អូនណាបងប្អូនចូលក្នុងកម្មវិធី Chrome មកចុចនេះមកបន្ទាប់មកទៀតបងប្អូន search ខាងលើដាក់ថា youtube.com បងប្អូនណានេះដូចខ្ញុំ search នៅខាងលើហ្នឹងហើយយើងស្វែងរកមកបាទចេញរូបរាងបែបហ្នឹងហើយយើងចុចកន្លែងរូប profile យើងតិចតួចនៅខាងលើបងប្អូនបន្តទៀតបងប្អូនចុចកន្លែងមើលប៉ុស្តិ៍របស់អ្នកបាទចេញរូបរាងបែបនេះហើយបងប្អូនចុចកន្លែងនេះបាទចេញបែបនេះហើយបងប្អូនចុចកន្លែងរូបកងចក្រ setting តិចតួចនេះបន្តទៀតបងប្អូនយើងរៀបចំដាក់លេខទូរស័ព្ទដាក់អីហើយមកបាទបន្តទៀតបងប្អូនចុចទៅនេះមកដើម្បីយើងមើលទៅនេះយើងចុចយកកដាលនេះហើយបាទគេដាក់ថាទេខ្ញុំមិនទេអូនេះយើងមិនអាចសម្រាប់បង្កើតសម្រាប់កុមារទេបងប្អូនណាចុចយកកដាលនេះមកយើង scroll ឡើងលើយើងអត់បំពេញអីទៀតទេហើយយើងដាក់លេខទូរស័ព្ទយើងចុចទៅនេះមកទៅនេះយើងដាក់លេខទូរស័ព្ទយើងមកបាទហើយយើងចុចកន្លែងផ្ទៀងផ្ទាត់លេខទូរស័ព្ទមកបាទទៅនេះគេឲ្យយើងដាក់លេខទូរស័ព្ទនេះយើងចុចដាក់លេខទូរស័ព្ទយើងមកព្រោះយើងមានលេខអ្វីលេខឧទាហរណ៍មានលេខផ្សេងលេខក្រៅប្រទេសអីយើងចុចយករើសតាមនឹងមកទៅនេះយើងចូលលេខរបស់កម្ពុជាហើយទៅនេះយើងចុចលេខទូរស័ព្ទយើងមកហើយមើលលេខទូរស័ព្ទសិនបាទយើងដាក់លេខទូរស័ព្ទអីហើយបាទលេខទូរស័ព្ទយើងទៅនេះហើយយើងចុចបន្ទាប់មកបាទបងប្អូនយកលេខកូដមកគេផ្ញើសារឲ្យយើងបាទយើងរងចាំលេខកូដគេផ្ញើឲ្យគេស្រាយបងប្អូនបាទបងប្អូនយើងយកលេខកូដមកគេផ្ញើឲ្យ3219 22ហើយបងប្អូនដាក់បញ្ចូលមកយើងរងចាំនេះគេដាក់ថានេះគេគ្រីសឲ្យបានផ្ទៀងផ្ទាត់លេខទូរស័ព្ទហើយបាទបន្ទាប់មកទៀតយើងថយក្រោយមក Trending in tools បាទនេះគេគ្រីសឲ្យយើងហើយបងប្អូននេះកន្លែងនេះគេគ្រីសឲ្យយើងហើយកន្លងយើងមិញអត់បានគ្រីសទេហើយយើងចុចមកនេះវិញមកយើងចុចចូលកន្លែងលំនាំនៃការបង្ហោះនេះមកបាទទៅនេះយើងត្រូវរៀបចំដែរបងប្អូនណានេះត្រូវរៀបចំខាងក្រោមយើងដាក់ hashtag ឬពាក្យកន្លឹះនឹងឯងតទៅមកទៀតហើយមើលសិនបងប្អូនបាទទៅនេះបាទទៅនេះខ្ញុំត្រូវដាក់ hashtag ដូចគ្នាបងប្អូនមើលសិនបាទនេះគាត់ថាពាក្យដែលមិនពាក្យដែលបានទប់ស្កាត់នេះបាទកន្លែងនេះខ្ញុំអត់បំពេញទេទុកបំពេញនៅក្រោយបងប្អូនបាទសូមអរគុណបងប្អូនអរគ្នា